ចិត្តដល់រដូវកាលធ្វើស្រែទៀតហើយបងប្អូនដូច្នេះហើយបងប្អូនគួរតែងាកមករៀនធ្វើជីខ្លួនឯងដើម្បីកាត់បន្ថយការចំណាយទៅលើការទិញជីគេនៅលើទីផ្សារហើយវីដេអូថ្ងៃនេះខ្ញុំនឹងបង្រៀនបងប្អូនអំពីវិធីនៃការធ្វើជីកំប៉ុស្តទឹកចេញពីលមុខគោបងប្អូនធ្លាប់តែរៀនពីវិធីយកលមុខគោធ្វើជាជីកំប៉ុស្តគោកដាក់ស្រែឥឡូវនេះគឺយើងរៀនពីវិធីធ្វើជីកំប៉ុស្តទឹកម្ដងអូខេរូបមន្តនៃការធ្វើជីលមុខគោត្រាំយើងមាន4មុខទី1គឺជាលមុខគោបងប្អូនលមុខគោនេះគឺយើងយកលមុខគោដែលវាខ្លាចជាជីកំប៉ុស្តហើយបើលមុខគោថ្មីយើងយកមកប្រើអត់បានទេព្រោះដោយសារតែវាក្តៅវាខ្លាំងអញ្ចឹងហើយយើងយកមកប្រើតំណាំរបស់យើងគឺដឹងតែខូចហើយអញ្ចឹងគឺបងប្អូនត្រូវយកអាណាដែលវាខ្លាចជាជីកំប៉ុស្តដូចរបស់ខ្ញុំអញ្ចឹងយើងយកមកប្រើមកហើយបរិមាណលមុខគោនេះគឺ1គីឡូចំណែកឯទី2គឺជាមេជីបងប្អូនប្រើមេជីត្រីផ្អាប់ក៏បានប្រើជីរស្មីសំយោគក៏បានប្រើជី EM ក៏បានប៉ុន្តែខ្ញុំប្រើជីត្រីផ្អាប់ព្រោះដោយសារតែខ្ញុំមានតែជីហ្នឹងទេទី3គឺជាស្កររងូចំណោះវាគឺមួយស្លាបព្រាបាយទេបងប្អូនទី4គឺជាទឹកនេះបើបងប្អូនមានទឹកស្រះយើងប្រើទឹកស្រះបើមានទឹកភ្លៀងយើងប្រើទឹកភ្លៀងបើអត់មានទេគឺយើងបើកទឹកក្បាលវ៉ានយើងហ្នឹងយកទៅ5ថ្ងៃមួយថ្ងៃដើម្បីឲ្យទឹកហ្នឹងវាធ្វើប្រតិកម្មជាមួយថ្ងៃឲ្យវាកាត់ជាតិខ្លបានខ្លះព្រោះជីពេលយើងប្រើទឹកដែលមានជាតិខ្លទៅគឺអត់មានប្រយោជន៍ទេអញ្ចឹងហើយគឺបងប្អូនត្រូវតែដាក់ហាវាអានេះលក្ខខណ្ឌបើយើងអត់មានទឹកភ្លៀងឬមួយក៏ទឹកស្រះតែបើមានបងប្អូនប្រើទៅហើយចំណោះទឹកនេះគឺ5លីត្រអញ្ចឹងខ្ញុំសរុបរូបមន្តមកវិញទី1គឺយើងត្រូវមានជីត្រីផ្អាប់ទី2គឺយើងត្រូវមានស្កររងូហើយទី3ជីកំប៉ុស្តលមុខគោយើងហ្នឹងទី4គឺជាទឹកអូខេយើងចូលដល់វិធីធ្វើម្ដងជាដំបូងឡើយគឺយើងដាក់ស្កររងូមុនមកយើងចាក់វាចូលមកកលែងវាសិនមកអូខេទី2គឺយើងចាក់មេជីចូលមកហើយបន្ទាប់មកបងប្អូនច្រកកំប៉ុស្តហ្នឹងនៅក្នុងអានេះមកដើម្បីស្រួលកុំឲ្យពិបាកសមិទ្ធនៅពេលក្រោយតែយើងដាក់ត្រាំនៅក្នុងធុងយើងមកណាអញ្ចឹងមកអូខេវិធីធ្វើគេងាយទេរួចហើយយើងធ្វើប៉ុណ្ណឹងហើយ7ថ្ងៃក្រោយគឺយើងអាចយកជីហ្នឹងយកមកប្រើបានហើយបងប្អូនងាយទេបងប្អូនអត់មានពេលបងប្អូនធ្វើច្រើនអញ្ចឹងហើយគឺយើងរហូតដល់អាចត្រាំអញ្ចឹងរហូតដល់3ខែយើងត្រាំកាន់តែយូរជីវជាតិដែលវាផ្អាប់ទុកនៅហ្នឹងគឺកាន់តែខ្លាំងអញ្ចឹងហើយបងប្អូនប្រញាប់យកមកប្រើគឺ7ថ្ងៃអាចប្រើបានតែបងប្អូនធ្វើទុកច្រើនអញ្ចឹងត្រាំដល់3ខែទៅដើម្បីឲ្យជីវាចេញមកគឺកាន់តែខ្លាំងដែរបាទ7ថ្ងៃក្រោយមកឥឡូវនេះយើងមកពិនិត្យមើលជីទាំងអស់គ្នាណាហើយយើងមកបើកមើលលទ្ធផលជីរបស់យើងម្ដងអូបងប្អូនមើលវាឡើងមេដល់កលហើយសេះចិត្តមេវាបងប្អូនហើយអត់ធំក្លិនទេគឺឈ្ងុយហើយកាលពីបានមួយថ្ងៃពីរថ្ងៃវាធំក្លិនតែឥឡូវវាឡើងធំក្លិននេះបាទយើងចាប់ផ្ដើមស្រែកដកលំគួរយើងចេញទៅឃើញទេបងប្អូនបើយើងដាក់លមុខគោក្នុងហ្នឹងទេគឺដឹងតែប្របាក់សមិទ្ធយកទឹកឯងតែនេះគឺយើងដាក់ក្នុងហ្នឹងហើយអញ្ចឹងហើយយើងគ្រាន់តែលើកតាមហ្នឹងចេញគឺយើងបានទឹកជីយកមកប្រើប្រាស់តែម្ដងតទៅពេលយើងសមិទ្ធហើយបងប្អូនឃើញទឹកវាល្អណាស់មកឆ្វងហ្មងទឹកឈ្ងុយបាទចំណែកឯកាកសំណល់ដែលយើងស្រង់ចេញពីទឹកជីហ្នឹងបងប្អូនយើងអាចយកមកហាឲ្យស្ងួតទៅហើយយើងធ្វើជាជីកំប៉ុស្តបានទៀតបងប្អូនយើងអាចយកវាទៅដាក់
គល់បន្លែគល់ដំណាំលេជាមួយដីបដោះគឺបានគ្រប់យ៉ាងទាំងអស់មានបញ្ហាទេគឺអត់ខាតទេបងប្អូនគឺចំណេញតែម្ដងបងប្អូនបន្ទាប់ពីសមិទ្ធដាក់ដបហើយឥឡូវយើងចូលមកមើលពីវិធីប្រើម្ដងជីនេះគឺប្រើបានជាមួយនឹងដំណាំគ្រប់ប្រភេទមិនថាដំណាំបន្លែយកស្លឹកបន្លែយកផ្លែឬមួយក៏ចំពោះតែស្រូវទេបងប្អូនគឺយើងអាចបាញ់ជីហ្នឹងទៅលើស្រូវដែរតាយ៉ាងជីហ្នឹងគឺល្អមែនតែនហើយចំនួនវាគឺជីនឹងចំនួន1លីត្រទឹកសាបយើង10លីត្រយកទៅបាញ់ទៅមិនថាបាញ់លើបន្លែក៏ដោយលើតសក់ពេញប៉ោះទ្រាប់អីហ្នឹងគឺបាញ់បានទាំងអស់ស្រូវអីហ្នឹងគឺក៏បាញ់បានដែរហើយ7ថ្ងៃឬមួយក៏ទៅ10ថ្ងៃយើងបាញ់ម្ដងគឺជីនេះគឺវាជំនួយដល់ការលូតលាស់របស់ស្លឹកគឺវា focus គឺវាផ្ដោតទៅលើជីជំនួយស្លឹកបងប្អូនគឺពិតជាល្អមែនតើបងប្អូនអាចយកទៅសាកបានអូខេវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើបងប្អូនគិតថាវីដេអូខ្ញុំមានប្រយោជន៍សូមបងប្អូនជួយចុច Subscribe ខ្ញុំមួយផងដើម្បីទទួលបានចំណេះដឹងថ្មីៗទៀតពាក់ព័ន្ធជាមួយការធ្វើជីធម្មជាតិអរគុណច្រើន